បងប្អូនហ្នឹង ចាំថ្ងៃនោះវាប្រពន្ធត្បេះទ្រប បាទ ត្បេះទ្របបើឲ្យថាអាទិញមកផងមានកំបុតមួយ ក្បត់កតុយហ៎ កំបុតជើងដាច់ជើងមកឲ្យ អាហ្នឹងចង់និយាយថាវាជាប់តាក់តាមមើល ហ្នឹងហើយ អូហើយមក ដល់ ទៀត ពេលលេងលឺតែមឹតឆ្កែពុះងងលឺតែមឹតយើងមកប្រយអាកំបុត អានេះដូចថាវា អាកំបុតយើង វាសំដៅមករយយើងមក អាប្រហែល7 បាទ កឹកអស់ហើយ អូ អាមួយលេងវាមិន សុំ ទៅ ដៅ ក្នុង មក គេលេងមកជាប់យើងប្រយ ចូល ពីនេះយាយមែហើយដាក់ កិច្ចវែង គេវិញយ៉ាង បា ไง ទ ពេលអាសត្វទៅស្រួលទេ បាទ វាបុកចំយើងគេចទៅបានណា3ម៉ែត្រឬ4ម៉ែត្រវាទៅ ទៅប្រុយទៅត្រង់រហូតទៅចឹងណាបង ទៅ អត់មានបក100យើងវិញទេណា អត់ទេ អត់ទេ វាទៅហើយវាទៅឈោទៅងំតិចទៅវា បាទហើយ បើ នឹង យើងវាមកវិញទៀតណា បាទអាចតម្រៃដានជើងខ្ទីងដានជើងប្រឹសគឺឃើញពិតប្រកបបងប្អូនណាហើយខ្ញុំទៅមានពេលណាទៅចំខ្ទីងហើយមានពូជណាគេមកលក់ឲ្យយើងណាបងណាតោះបងប្អូនទៀតហើយណាមួយបងផលទឹកដីភ្នំខ្មោចនេះបងគាត់ស្គាល់ច្រើនជាងខ្ញុំបងប្អូនណាធ្វើត្បិតតែខ្ញុំណែធ្វើជាវីដេអូដើរតាមតំបន់ព្រៃភ្នំមែនតែយើងអត់ស្គាល់អស់ទេបងប្អូនណាអត់ស្គាល់អស់ទេតោះឲ្យបងគាត់ជូនដើរអញ្ចឹងទៅបាទអានេះបើសិនជាយប់បន្តិចបើសិនជាយើងហ៊ានណាបងពេលយើងហ៊ានយើងធ្វើធ្នើរៀងខ្ពស់បន្តិចហើយយើងចាំថតពេលយប់អានឹងអាចដែរបងប្អូនណានឹងអាចថតជាប់បាទ តាម៉ោង7 8មក ម៉ោង7 8យប់ហើយបង ហ្នឹងហើយ អូ ដល់ចូលមក បាទបងគាត់ថាម៉ោង7 8យប់អីបើយើងចង់ថតវាតើយើងធ្វើកន្លែងសម្រាប់ដូចថានៅលើចុងឈើអញ្ចឹងទៅហើយយើងចាំថតឲ្យប្រហែលជាអាចជាប់បងប្អូនណាតែបើយើងដើរដូចខ្ញុំបាទពណ៌ទវីនេះមិនងាយទេបាទនឹងឃើញតែដានហើយនឹងឃើញតែនេះវាទេ ចូលបើសិនជាយើងដេកលើដើមឈើចូលវានៅក្រោមនឹងមិនទេ យើងដឹងធ្វើម៉េចខ្លាចតែវាបោលបុកដើមឈើគាត់ណាបងប្អូនធ្លាក់លប៉ាយណាលេងដើមតសេកមួយប៉ុណ្ណានៃលេងលេងគាត់យកតែប្រម៉ោយបួងតិចគាត់ពិតស្មាតិចបាក់វល់រៀលបងប្អូនណាបាទតែមិនទេមិនហ៊ានបថុយបងប្អូនមិនហ៊ានបថុយដល់ថ្នាក់ហ្នឹងឯងព្រោះឯព្រៃនេះវាព្រៃជ្រៅបងប្អូនណាបាទនំខ្មៅនេះវាព្រៃជ្រៅចឹងសុំបញ្ជាក់អញ្ចឹងនេះអាចដើរតាមកន្លងបងប្អូនណាបាទតើហើយជាមួយបងផលតើអាចជាហេហូត បាទនេះបងប្អូននេះអានេះគ្រាន់ថាជាវីដេអូមួយឆ្លោះប្រចាំងឲ្យពុកម៉ែបងប្អូនយើងបានទស្សនានៅតាមតំបន់ព្រៃភ្នំខ្មោចបងប្អូនណាមិនមែនថាអូដឹងតែថតជាប់តម្រៃអូដឹងតែនេះហ៎មិនទេបងប្អូនមិនហ៊ានទេបាទមិនហ៊ានទេចង់និយាយចឹងហ្មងទៅបាទបានតែថតចឹងទេឲ្យបងប្អូនយើងបានទស្សនាហើយបានឃើញចេះជាតែពុកម៉ែបងប្អូននៅក្នុងប្រទេសក្រៅទេលោកបានណែដូចដើរកំសាន្តដើរព្រៃជាមួយខ្ញុំបាទតពណ៌ធីវីចឹងហ្នឹងណាបាទព្រោះខ្ញុំថតបដាថតបដាឲ្យបងប្អូនយើងបានឃើញអីគេនោះវល់ចាក់ធ្លុះហ៎ ការអីគេសគេសគោលគេ ការកេសគោលណាតាមតំបន់ព្រៃភ្នំជ្រៅជ្រៅចឹងគឺមានណា ពុំចាប់ឬ វាណាអត់ឃើញ ពុំចាប់ឬថ្មីនោះដើរមក អូនេះហៅកេសគោលស្អីគេនោះអីនាងព្រះនាងអីគេមិននោះមានឈ្មោះគេត្រឹមត្រូវណា ធីតា តិដាបងអាផ្កាព្រៃភ្នំយើងហ្នឹងគោក្អូបនេះណាបងអាផ្កានេះហ្នឹងស្អីកេសគោលនាងព្រះនាងស្អីនេះទៀតតិដាមិនហ្នឹងហើយក្អូបឈ្ងុយហើយខ្ញុំបានយកទៅដាំផ្ទះបានខ្លះដែរបងប្អូនបាទដល់តាមព្រៃភ្នំតែឃើញនេះចេះតែបេះយកទៅដាំទៅល្អមើលតែផ្កាអស់ហ្នឹងអូនេះល្អអើជឿបងនិយាយចឹងបងដើរព្រៃពេលម្នាក់ឯងធ្លាប់ជួបទេបងជួបកំរៃអីដែរ ជួបទៀត ជួបតែវាជួបឃើញនៅមុខហ្មងហ៎ ជួបកាលទៅបើជួបកាលទៅជួបគ្នាគេមកនេះទៅប៉ុណ្នេះ យើងវាក់គ្នាប្រហែល គ្នា អូអានេះដោយសារយើងដើរអត់មាត់អត់កណាបងណាដល់ចឹងវាក់ជាមួយគ្នាមុខអញ្ចឹងប្រហែលហើយដល់ពេលអញ្ចឹងវាអត់ធ្វើអីយើងដែរបងណា អត់វាក៏កិច្ចទៅយើងក៏ យើងក៏គិតដែរដល់ តែទៅ អានេះចូលដល់ខ្លាចយើងរៀងខ្លួនណា ថ្ងៃមុនហ្នឹងដើរ បាទ អាគីបណ្ដាកូន ពេញពីដើរកូន ដើរទៅ បាទ ដើរទៅគេឃើញថ្ងៃមុនវាមិនអី បាទ ដល់ពេលឃើញថ្ងៃមុនអត់អីដល់ក៏ដើរទៅទៀត ជួបដល់ ម៉ែអើយ
mò rồi cầm mốc làm cắm rau lịch អាដល់អញ្ចឹងវាដូចថាយើងឃើញវាហើយយើងអត់មាននេះទេដឹងតែបលាកម្មក៏ត្បល់ដែរណាបងណា tao ơi បងប្អូនបងផលមិញគាត់ថាដើរព្រៃចង់និយាយថាវាជាមួយអាណែងខ្ទីងបដាកូនបងប្អូនណា cài ra កាច់ខ្លាំងមកបង cài khăn អញ្ចឹងអាហ្នឹងយើងអត់ទេណាខ្ទីងខ្ញុំល្បីច្រើនគ្នាជាពិសេសបងក្នុងខ្មោចយើងល្បីថាអ្នកគ្រោះថ្នាក់នឹងអាហ្នឹងច្រើនណាបង cho bà phu mà mò đặt liề ô ឃ្លាយមិនឃ្លាយពោះ trăng mà nhé à trăng នេះកាមេរ៉ាមកជិតតិច à trăng này ní bên đấy cái tam là mấy thế តាមខ្ទីង ke bên đỉnh tờ mơ lư ke ngang ngang tờ mơ bên đấy thì đã lập ខ្ទីងដាក់ផ្លឹបឃ្លាយពោះ lập rồi បាទ cô sạt đâu អឺ bởi tờ trí đặt bị này lụt anh đi liề mòn đi បាទ liề xoang khang តែអត់គ្រោះថ្នាក់ដល់ជីវិតទេ à តែនេះបងយើងដើរព្រៃដូចបងដូចខ្ញុំអញ្ចឹងហើយជាពិសេសអ្នកដែលធ្លាប់មានបញ្ហាគ្រោះថ្នាក់ដោយសារខ្ទីងវត្តហ្នឹងកុំបងប្អូនណាមានពិតប្រកបណាជាពិសេសតំបន់ព្រៃភ្នំខ្មៅដូចបងមានប្រសាសន៍មិនអញ្ចឹងណាបងប្អូនសូម្បីតែខ្ញុំដើរជាមួយគាត់ឥឡូវនេះក៏ខ្ញុំមានការប្រុងប្រយ័ត្នដែរហើយភ្នំខ្មៅនេះប្រវត្តិវត្តអ្នកនេះច្រើនណាស់មែនទេបងអ្នកខ្លះក៏របួសធ្ងន់ទៅអ្នកខ្លះក៏បាត់បង់ជីវិតទៅបងប្អូនណាខ្ទីងហើយបងមិញគាត់និយាយថាខ្ទីងបដាកូន tình là cô ខ្ញុំភ្លេចសួរថាចេះខ្ទីងបដាកូនហ្នឹងដូចថាដើរវាជាមួយបងពីមុខអញ្ចឹងបដ ாய் nhưng vợ rồi cơ មកសម្ដៅយើងហ្មង cơ rồi mày អញ្ចឹងបងឯងគាត់បលាងកម្មអីក៏ហក់ចូលសិន ចូលទៅដែរគៀបពីនេះបង បងប្អូនហ្នឹង ចាំថ្ងៃនោះវាប្រពន្ធតបេះត្រប់ បាទ តបេះត្រប់បើឲ្យថាអាខ្ទីងមកផងមានកំបុតមួយ ក្បត់កតុយហ៎ កំបុតជើងដាច់ជើងមិនឲ្យ អាហ្នឹងចង់និយាយថាវាជាប់តាក់តាមមើល ហ្នឹងហើយ អូហើយមិន ដល់ ទៀត ពេលលេងលឺតែមុតកែពុះងងលឺតែមុតយើងមកប្រយអាកំបុត អានេះដូចថាវា អាកំបុតយើង វាសំដៅមករយយើងមក អាប្រហែល7 បាទ កឹកអស់ហើយអាមួយលេងវាមិនទៅក្នុងគេលេងមកជាប់យើងប្រយ ចូល ពីនេះយាយមែហើយដាក់ គិចវិញ គេវិញយ៉ាងម៉េចតែអាសត្វទៅស្រួលទេ បាទ វាបុកចំយើងគេចទៅបានណា3ម៉ែត្រឬ4ម៉ែត្រវាទៅ ទៅប្រយទៅត្រង់រហូតទៀតចឹងណាបងណាអត់មានបក100យើងវិញទេណា អត់ទេវាទៅហើយវាទៅឈោទៅងំតិចទៅវា បាទហើយ បើ នឹង យើងវាមកវិញទៀតណា បាទអូចឹងហ៎បងប្អូនណា មិនមែននិយាយលេងទេបងប្អូនគឺការពិតណាហើយសំខាន់បងផលក៏ធ្លាប់ជួបប្រទេសជាងខ្ញុំហើយខ្ញុំដើរព្រេះខ្ញុំជួបតែម្ដងណាដែលខ្ទីងផ្អើលខ្ញុំថតត្រូនឲ្យបងប្អូនយើងបានទស្សនាហ្នឹងហើយបងប្អូនខ្លះគាត់ថាគាត់ខមមិនមិនដឹងទេបងគាត់ថាខ្ញុំនឹងចិញ្ចឹមខ្ទីងហើយយកទៅលេងក្នុងព្រៃហើយយកមកថតហើយបងឲ្យជួយឲ្យយោបល់វិញមើលមិនណា ណាអញ្ចឹងមិនកើតខ្ទីងរົບរយរົບអើវាស៊ុនសัตว์គេចិញ្ចឹមមេđấyស៊ុនសัตว์គេអាគេការពារតែរាក បងខ្ញុំវាដូចចង់និយាយដល់ពេលគាត់ខមមិនចឹងមកខ្ញុំអធិស្ឋានពុកម៉ែបងប្អូនមិនមែនតែទាំងអស់ណាគាត់ខមមិនមកថាខ្ញុំយកចិញ្ចឹមខ្ទីងហើយយកទៅលេងហើយយកមកថតឲ្យបងប្អូនយើងឃើញដើម្បីចង់ល្បីចង់ផ្ទុះហើយខ្ញុំថាអូយព្រះអង្គហើយព្រះអង្គចិញ្ចឹមណាមានពូជខ្ទីងលក់ដែរបងប្អូនជួយខមមិនហើយជួយអានេះឲ្យយោបល់មកខ្ញុំផងហើយមួយថ្ងៃនេះដូចទស្សនភាពនេះចឹងខ្ញុំជាមួយបងផល វាអញ្ចឹងមើលសិតអាចនិយាយទៅនោះ នេះអាចតម្រៃដានជើងខ្ទីងដានជើងប្រះគឺឃើញពិតប្រកបបងប្អូនណាហើយខ្ញុំទៅមានពេលណាទៅចំខ្ទីងហើយមានពូជណាគេមកលក់ឲ្យយើងណាបងណាបាទហើយក៏មិនចង់ជះចង់ឈ្នះចង់ចាញ់ជាមួយគាត់ដែរបងប្អូនណាអានេះដោយសារយើងអ្នកដើរព្រៃបងដោយសារយើងអ្នកដើរព្រៃអញ្ចឹងកុំឲ្យគាត់ថាយើងអញ្ចឹងយើងចេះតែបកស្រាយខ្លះបងប្អូនកាលណាតែយើងអត់និយាយគាត់ចេះតែបានចិត្តបានអញ្ចឹងណាចេះតែពឺដែរបាទហើយដូចខ្ញុំពេលនេះជាមួយបងផលអញ្ចឹងបងប្អូនណាទស្សនភាពនេះគឺនៅភ្នំខ្មោចកណ្ដាលព្រៃភ្នំជ្រៅហើយដើរនៅកន្លងសัตว์មិនថាខ្ទីងមិនថាតម្រៃមិនថាអីទេគឺវានៅច្បោកច្បល់គ្នាបងណាដើរទៅក៏យើងបានសុខបានចម្រើនទៅក៏យើងចឹងទៅណាបងប្អូនណាតែបើដូចបងអញ្ចឹងក៏ធ្លាប់ដើរវាជាមួយអាណែងខ្ទីងបដាកូនអញ្ចឹងទៅក៏វាគ្រោះថ្នាក់ដែរបាទ តន្រៃក៏វាក់បាទអានោះវាលេងមានអីមិនគួរស្អុយអីណាបើដែរស្អុយងងហ្មងស្អុយងងអាតលនឹង អូ ដល់បើដើរទៅមុខបន្តិចរុយស្វាងមើលទៅម៉ែឲ្យក្លឹបប្លឹប អានោះឈរច្រឡក់យើងញ៉ាំវាយលឹកជាភ្លឹបភ្លឹបនោះ មើលអត់ទៅនោះដើរងើយ បាទហើយយើងនេះព្រៃណាយើងនេះព្រៃ តម្រៃនឹងស្អុយបាទ អាហ្នឹងមេវងណាបងណា ច
ទេអាទូលដល់តែម្នាក់វាទេអាហ្នឹង យកដើរចូលគេ ដល់ចូលគីដែរសង្ស័យខ្លួនវាស្អុយពីអញ្ចឹងវាហ៊ានចូលគី អត់ ហ្នឹង ចូលគេកាលណាដល់វាចូលគេគឺវាអត់ដល់ចូលវង ហ្នឹងហើយចង្ហាយថាបាក់ច្រើនទេ3 400ម៉ែត្រ300ម៉ែត្រនេះចង្ហាយមក ហើយស្អុយខ្លួន តែ មក ខ្យល់ ក្លិនមក ក្លិនមក បាទ នេះបានទេអានោះវាក៏ បាទនឹងហើយពុកម៉ែបងប្អូនទាំងអស់គ្នានេះគ្រាន់ថាជីវិតខ្ញុំជាមួយចង់និយាយថាជីវិតខ្ញុំជាអ្នកធ្វើវីដេអូហើយជាពិសេសបងផលគាត់ជាជីវិតគាត់ដូចថាអ្នកធ្វើចំការធ្វើស្រែតាមតំបន់ព្រៃភ្នំជើងភ្នំខ្មោចអីអានេះគ្រាន់ថាគាត់ជាចង់និយាយថាគាត់ប្រាប់ប្រវត្តិដូចថាគាត់ធ្លាប់ជួបខ្ទីងធ្លាប់ជួបតម្រៃអញ្ចឹងណាបងប្អូនណាហើយទឹកដីនេះសូមបញ្ជាក់ពុកម៉ែបងប្អូនថាខ្ញុំក៏មិនស្គាល់អស់ដែរចង់មកអញ្ចឹងតពឹងពាក់បងផលឲ្យគាត់ជូនមកដែរបានយើងហ៊ានដើរបើថាខ្ញុំដើរដូចថាព្រៃរយៈអត់ចូលជ្រៅដែរទេបាទហ្នឹងហើយតែបើមានគ្នាចេះខ្ញុំហ៊ានចូលជ្រៅណាបងណាបាទហើយក៏មិនមានអីច្រើនទៀតដែរហើយក៏សូមអរគុណដល់បងផលខំជួយជូនមកដំណើរមកហើយក៏សូមជូនពរឲ្យបងសុខភាពល្អបាទហើយសូមអានេះអធិស្ឋានរាល់ការនិយាយស្ដីខុសឆ្គងត្រង់ណាមិនសមរម្យឲ្យសូមអធិស្ឋានជាមួយបងផលហើយក៏សូមជូនពរជូនជ័យគាត់បងណាហើយសូមឲ្យទេវតាឆ្នាំថ្មីឆ្នាំចាស់តាមថែអាសាពុកម៉ែបងប្អូនទាំងក្នុងប្រទេសក្រៅប្រទេសឲ្យលោកជួបតែសេចក្តីសុខនិងសេចក្តីចម្រើនទាំងអស់គ្នាហើយក៏សូមជូនពរបងផលឲ្យសុខភាពល្អឲ្យនៅតែក្មេងណាបងណាអរគុណច្រើនអញ្ចឹងសម្រាប់ពេលនេះខ្ញុំបាទតពរទវីនិងបងផលអរគុណច្រើនសូមជម្រាបលា